បងប្អូនស្លម្ជូរត្រីពោមួយមុខនេះគឺជាតិមែនតើបងប្អូនស្លខាប់ហើយវិធីស្លដូចតែរាល់ដងបងប្អូនគឺយើងគ្រឿងក្រៅវាមានគល់ស្លឹកគ្រៃម្ដេងស្លឹកក្រូចហើយនេះខ្ញុំស្លដាក់ខ្ទិះដូងបងប្អូនហើយនេះពេលត្រីយើងឆ្អិនអស់យើងដាក់ស្ករប៊ីចេងដាក់ទឹកអំពិលទុំតិចហើយដាក់ម្ទេសហើយយើងលួចថែមស្លឹកនេះស្លឹកអីចឹងហើយយើងមិនថែមស្លឹកថ្នាំឲ្យជាតិទៀតបងប្អូនហើយគ្រឿងក្រៅដូចខ្ញុំជំរាបបងប្អូនចឹងខ្ញុំដាំលើតបូលដាំខ្លួនឯងចឹងណាបងប្អូននេះមានធុងមានអីចឹងយើងដាក់ចឹងណាបងប្អូនហើយនេះជីខ្ញុំតំដាក់ថ្មីមានស្លឹកបាសមានអីចឹងទៅបន្លែធម្មជាតិរបស់យើងហើយកូនស្លឹកគ្រៃស្លឹកក្រូចហើយជីម្ដេងហ្នឹងយើងដាំខ្លួនឯងចេះដោតចោលបងប្អូនយើងអាចយកមកស្លបានខ្លួនឯងអញ្ចឹងណាហើយបកគោស្លឹកគ្រៃវិញស្លប្រហើរផងមកជូរផងនិយាយទៅតែពីរគុំទេបងប្អូនតែថាប្រើចឹងនិយាយស្លចេះអស់ហើយអត់តែយើងស្រោចទឹកវាល្អអញ្ចឹងណានេះឲ្យធម្មជាតិខ្យល់មកបក់មកលាកចឹងនិយាយខ្យល់បក់មកមើលស្លឹកគ្រៃស្លឹកអីមើលវាខ្ចីបៃតងអញ្ចឹងណាហើយអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយបើមានអីខុសឆ្គងក៏សូមខន្តីអភ័យទោសបងប្អូនផងហើយអរគុណជំរាបលាបងប្អូនជួបគ្នានៅវីដេអូក្រោយៗទៀតជំរាបលា